GAC GN7 បងប្អូនបាទមកតឡើងជាមួយនឹងកៅអី Masa បាទអញ្ចឹងឡានថ្មីខ្លាញ់គោតែម្ដងបាទតែមកតម្លាក់ពីការ៉ាគឺភ្ញៀវគាត់មកតឡើងជាមួយនឹងកៅអី Masa នៅហាងពីខាអូតូបាទអញ្ចឹងឥឡូវតឡើងដូចរាល់ហើយបងប្អូនបាទអញ្ចឹងយើងថែមជាមួយនឹងបេតុងកន្លែងនេះគឺនៅកន្លែងនេះបងប្អូនបាទយើងថែមជាមួយនឹងបេតុងអូតូ Masa ចុចកន្លែងហ្នឹងទៅគឺ Masa នឹងធ្វើការបើកអូតូបងប្អូនបាទឥឡូវយើងតេស្តខ្ញុំឲ្យបងប្អូនមើលតិចព្រោះឥឡូវយើងជាប់ថង់ធ្វើថង់ចេញមកតិចសិនបងប្អូនបាទអញ្ចឹងឥឡូវហ្នឹងយើងធ្វើការចុចចេះបើក Masa បងប្អូនបាទចុចមកនេះបងប្អូនឃើញបាទគឺកន្លែងពុកនេះអូចាំទីខ្ញុំចំណងជាមួយមិញខ្ញុំបើកហើយបាទយើងចុចចឹងមកនេះបងប្អូនបាទ Masa បងប្អូនអាចមើលបានបាទគឺឡើងចឹងហ្មងបាទឡើងចុះគឺមាន Masa នៅខាងក្រោមនេះហើយនៅខាងក្រោយនេះបងប្អូនបាទខ្នងនេះក៏មានកន្លែង Masa ដែរគេនេះបងប្អូនឃើញបាទគឺគាត់តម្លៃទាំងពីរកៅអីតែម្ដងបងប្អូនបាទកៅអីតកង់មួយហើយនឹងកៅអីអ្នកអង្គុយនៅខាងស្ដាំមួយហើយនឹងតាក់ទងជាមួយនឹង feature កៅអីត្រជាក់អីគឺដំណើរការដូចដែរបងប្អូនបាទនេះមើលខ្ញុំបើបងប្អូនមើលបាទកន្លែងនេះបាទអញ្ចឹងយើងកៅអីត្រជាក់អីនេះគឺដំណើរការដូចដើមបាទហើយសម្រាប់ GN8 គឺបងប្អូនដឹងហើយបាទកៅអីគឺមានគ្រប់ function អស់ហើយបាទកៅអីត្រជាក់កៅអីក្តៅគឺមានទាំងអស់បាទខ្វះតែ Masa មួយអញ្ចឹងសម្រាប់បងប្អូនប្រើប្រាស់ជាមួយនឹង GN8 បាទចង់ថែមជាមួយនឹង Masa បាទអាចជិះមក Green Car Auto បានយើងថែមបានណាបងប្អូនបាទអរគុណ